Trading View គឺជាកម្មវិធីមួយសម្រាប់មើលក្រាបតម្លៃហាងឆេងនិងវិភាគទីផ្សារមាសនិងភាគផ្សេងៗសម្រាប់អ្នកថ្មីៗដែលគាត់ចង់ចេះtradeទៅលើវិស័យ Forex គឺត្រូវតែចេះមើលទៅលើកម្មវិធី Trading View ដែលកម្មវិធី Trading View វាអាចជួយយើង analyze ទីផ្សារនិងធ្វើការ backtest strategy ផ្ទាល់ខ្លួនហើយសម្រាប់បងប្អូនដែលចង់បានព័ត៌មានថ្មីៗទាក់ទងអំពីវិស័យ Forex និង Trading Best Idea កុំភ្លេចធ្វើការ join នៅក្នុង group channel របស់ខ្ញុំដែលខ្ញុំធ្វើការ update ព័ត៌មានថ្មីៗជូននៅក្នុងនេះជារៀងរាល់ថ្ងៃចឹងកុំឲ្យខាត់ពេលយូរក្នុងវីដេអូនេះខ្ញុំមកបង្ហាញរបៀបនៃការប្រើប្រាស់ Trading View ឲ្យបានត្រឹមត្រូវអញ្ចឹងមកដល់ Google យើងវាយពាក្យថា Trading View ដោយសារតែខ្ញុំប្រើនៅក្នុង computer ខ្ញុំអត់ប្រើនៅក្នុងទូរស័ព្ទទេTrading View អញ្ចឹងឃើញនៅខាងលើនេះ Trading View យើងចុចនៅខាងលើនេះមកអញ្ចឹងវាលោតផ្ទាំងឲ្យបែបនេះយើងចុចពាក្យថា Product អញ្ចឹងនៅពេលដែលឃើញ Trading View យើងចុចពាក្យថា Trade 3 ចុច Trade 3នៅខាងលើនេះបន្តមកទៀតចុចពាក្យថា Sign In អញ្ចឹងនៅពេលដែលយើង Sign In យើងត្រូវតែ Sign In ជាមួយនឹង account មួយណាដែលយើងចង់ Sign In អញ្ចឹងខ្ញុំ Sign In ជាមួយនឹង account មួយនេះខ្ញុំចុច Sign In ចូលហើយចុចពាក្យថា Continue ឥឡូវ Trading View របស់យើងបាន Sign In account រួចហើយអញ្ចឹងខ្ញុំសូមបញ្យល់អំពី function ខ្លះៗអំពី Trading View អញ្ចឹងនៅខាងលើនេះ Trading View នៅខាងលើនេះគឺជា pair អញ្ចឹងកន្លែងនេះមាន stock មាន font អញ្ចឹងកន្លែងនេះ pair យើងបើសិនជាយើងចង់ trade gold យើងវាយពាក្យថា gold មកយកខាងលើនេះនេះគឺជា goal ហើយអញ្ចឹងខ្ញុំសូមបញ្យល់អំពី function បន្ទាប់ទៀតនេះ function នេះគឺ function time frame នេះ time frame អូខេហើយបន្តមកទៀត candle មាន candle មាន line អញ្ចឹងបើយើងចង់ដាក់ line ក៏បានចង់ដាក់ candle ក៏បានកន្លែងនេះគឺ indicator អញ្ចឹងសម្រាប់បងប្អូនដែលចង់ប្រើ indicator ក៏អាចដាក់នៅក្នុងនេះបានដែរតែសម្រាប់ខ្ញុំ recommend អត់ឲ្យប្រើ indicator ទេយើងប្រើអីដែលជា strategy របស់យើងបានហើយអញ្ចឹងខាងលើនេះខ្ញុំបានបញ្យល់ទាក់ទងអំពី function អស់ហើយឥឡូវបន្ទាប់ទៀតខ្ញុំសូមបញ្យល់ទាក់ទងអំពី background អញ្ចឹង background យើងដាក់កុំឲ្យវាមានភាពរញ៉េរញ៉ៃនៅខាងលើនេះខ្ញុំសូមធ្វើការផ្លាស់ប្ដូរអញ្ចឹងយើងចុច mouse ស្ដាំទៅលើ background យើងចុចពាក្យថា settingបន្តមកទៀតយើងចុចពាក្យថា canvas ដល់កន្លែងនេះមាន background អញ្ចឹង background កន្លែងនេះបន្ទាត់យើងដាក់ note មកអញ្ចឹងបន្ទាត់នេះអត់មានទេហើយកន្លែងនេះ background នេះខ្ញុំសូមបញ្យល់បញ្ជាក់បងប្អូនបន្តិច background កន្លែងនេះមាន2អញ្ចឹងបើសិនជាតាមខ្ញុំដាក់គឺខ្ញុំដាក់2ពណ៌ដោយសារខាងលើពណ៌សនៅខាងក្រោមពណ៌រាងខ្មៅបន្តិចពណ៌រាងសរាងស្អាប់ហ្នឹងហើយខ្ញុំដាក់ពណ៌អញ្ចឹងសម្រាប់ឲ្យយើងដល់ពេលយើងមើលទៅអត់ឈឺភ្នែកអញ្ចឹងដល់កន្លែងនេះយើងធ្វើការដូរជាមួយនឹង color body អញ្ចឹង color body កន្លែងនេះ bullish នេះយើងដាក់ពណ៌ខ្មៅបាននេះពណ៌ខ្មៅ border បន្ទាត់wick នឹងកន្លែងនេះគឺ wick អញ្ចឹង wick បងប្អូនទាំងគ្នាក៏អាចដាក់ពណ៌ខ្មៅបានដែរឥឡូវនេះ Trading View របស់យើងបានកែរួចហើយបើសិនជាបងប្អូនទាំងគ្នាចង់កែដូចរបស់ខ្ញុំនេះក៏បានដែរពណ៌បែបហ្នឹងអញ្ចឹងពណ៌បងប្អូនទាំងគ្នាដាក់តាមខ្ញុំបានហើយចំពោះ time zone យើងជ្រើសរើសយកបាងកកក៏បានហូជីមីញក៏បានតែសម្រាប់ខ្ញុំរកហូជីមីញខ្ញុំអត់ប្រើរបស់ថៃទេ
tham số nhưng do UTC tham số nhưng do UTC 7នេះហ៊ូជីមីញបន្តមកទៀតយើងចុចពាក្យថា OK អញ្ចឹងឥឡូវនេះtrading view background និង candle យើងបានកែរួចហើយដល់កន្លែងនេះ function កន្លែងនេះយើងមិនបាច់យកទេកន្លែងនេះលុបចោលអស់ទៅកុំឲ្យវាមានភាពរញ៉េរញ៉ៃឥឡូវនេះ background និង candle របស់យើងបានកែរួចហើយអញ្ចឹងខ្ញុំសូមធ្វើការបញ្យល់អំពី function នៅខាងក្រោមនេះអញ្ចឹងទី1 function នៅខាងក្រោមនេះគឺជា function cruise line function cruise line នេះគឺសម្រាប់សម្គាល់ buy side liquidity អញ្ចឹងបងប្អូនទាំងគ្នាអាចយកមកតេស្តនៅក្នុង strategy បងប្អូនទាំងគ្នាបានហើយនៅខាងក្រោមនេះក៏មាន function ច្រើនទៀតអញ្ចឹងបងប្អូនដែលរៀន strategy ខុសៗគ្នាបងប្អូនក៏អាចយកមកធ្វើការ back test នៅក្នុងនេះបានដែរហើយដូចជា Fibo buy Fibo sell ហើយអានេះយើងយកមកគូ FVG ចឹងនេះកន្លែងនេះយើងចុចទៅលើកន្លែងបន្ទាត់ហ្នឹងមកហើយជ្រើសរើសយក0បើសិនជាយើងដាក់អានេះបើយើងដាក់ដល់100វាមើលទៅឃើញបន្ទាត់អត់ស្អាតទេអញ្ចឹងយើងបិទមកកុំឲ្យឃើញបន្ទាត់អូខេមានតែប៉ុណ្្នឹងទេអញ្ចឹង function ទាំងអស់នេះវាមានផ្សេងខុសគ្នាសម្រាប់នៃការប្រើរបស់អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះអ្នកនរគ្នាក៏អាចយកមកធ្វើការ back test ចូលនៅក្នុងនេះដែរតែ function ក្នុងនេះមានច្រើនអញ្ចឹង function នីមួយៗនៅក្នុងនេះគឺសុទ្ធតែមានប្រយោជន៍មិនមែនសុទ្ធតែអត់ប្រយោជន៍ទេអញ្ចឹងកម្មវិធី trading view របស់យើងមានតែប៉ុណ្្នឹងទេខ្ញុំសូមធ្វើការបង្ហាញតែប៉ុណ្្នឹងទេយើងអស់ហើយជួបគ្នានៅវីដេអូក្រោយទៀត